Ladies and gentlemen, welcome to Cambodia. ឈានជើងប៉ះផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមឈានសាំងព្រោះតែអ្នកគឺជាភ្ញៀវសំខាន់គិតទៅអំពើល្អពិតជាមិនសាបសូន្យមែនបងប្អូនដូចថ្ងៃនេះអញ្ចឹងនៅថ្ងៃទី18វិច្ឆិកាឆ្នាំ2025ហ្នឹងគឺនាវាទេសចរឈ្មោះថា Westerdam ដែលជានាវាមួយដែលត្រូវបានប្រទេសជាច្រើនបដិសេធអត់ឲ្យចូលចតនៅក្នុងអំឡុងពេល COVID ណាបងប្អូនប៉ុន្តែមានតែប្រទេសកម្ពុជាយើងមួយទេដែលបើកបេះដូងមនុស្សធម៌ឲ្យចូលចតកាលពីឆ្នាំ2020ដែល COVID កាលហ្នឹងគឺផ្ទុះឡើងមែនតើនិយាយទៅហើយនៅថ្ងៃទី18ហ្នឹងគឺនាវាហ្នឹងគឺបានដឹកនាំទេសចរប្រមាណជិត 2000 នាក់ដែលភាគច្រើនមានសញ្ជាតិអាមេរិកអូស្ត្រាលីនិងកាណាដាបានមកចូលចតនៅកំពង់ផែស្វាយយ៉ាត់ក្រុងព្រះសីហនុរបស់យើងជាថ្មីម្ដងទៀតដែលជាការចូលចតរយៈពេល3ឆ្នាំជាប់គ្នាហើយបើគិតចាប់ពីឆ្នាំ2020បងប្អូនអញ្ចឹងហើយខ្ញុំគិតថានេះគឺជាអនុស្សាវរីយ៍ដែលនាវានឹងនៅតែចងចាំជានិច្ចព្រោះអំឡុងពេល COVID នឹងយើងដឹងស្រាប់ហើយគឺប្រទេសជាច្រើនគឺបិទចរាចរណ៍ទាំងអស់តាំងពីព្រំដែនតាំងពីផ្លូវគោកផ្លូវទឹកអីគឺបិទអត់ឲ្យចរាចរណ៍ចេញចូលទំនាក់ទំនងគ្នាទេដោយសារបារម្ភពីករណី COVID ហ្នឹងប៉ុន្តែ Westerdam នេះគឺនៅចងចាំកម្ពុជាមិនដែលភ្លេចទេបងប្អូន